កញ្ញាសូមអញ្ជើញមកម្ដងទៀតវាមានគ្រោះថ្នាក់ក្នុងការឡើងដើមឈើហៀបនិងបាក់មានអ្វីមួយវាខ្ញុំតុកាហ្វេជាពិសេសខ្ញុំមិនទាន់បានថតរូបតុកាហ្វេរបស់ខ្ញុំទេតើអ្នកកំពុងលេងល្បិចលើខួរក្បាលរបស់អ្នកទេតើពេលនេះជារាជវង្សមួយណាអ្នកពិតជាអភ័ព្វណាស់វាជារាជវង្សយ៉ុងនឹកយើងជារាជវង្សយ៉ុងខ្ញុំពិតជាបានធ្វើដំណើរតាមពេលវេលាមិនអីទេនោះហើយជារបៀបដែលវាត្រូវបានសរសេរនៅក្នុងប្រឡោមលោកខ្ញុំយល់ពីទម្លាប់នៃការធ្វើដំណើរពេលវេលានិងការកើតជាថ្មីបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍តើគួរមានប្រព័ន្ធបន្លំបន្ទាប់គ្មានប្រព័ន្ធគ្មានដៃមាសមានតែការធ្វើដំណើរពេលទំនេរបំភ្លេចវានៅទីនេះទោះបីជាយ៉ាងណាស្ត្រីម្នាក់ពីការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ជូនខ្ញុំទៅទីនោះមានអីញ៉ាំទេនេះនឹងជាផ្ទះរបស់ខ្ញុំចាប់ពីពេលនេះទៅមិនអាក្រក់ទេបាទលោកស្រីចាំបន្តិចយូអ៊ីលអនុញ្ញាតឲ្យខ្ញុំមើលកន្លែងដែលខ្ញុំបានដួលតើវាជាក្បាលខ្ញុំទេតើមានស្នាមជាមនៅលើដងខ្លួនទេលោកជំទាវខ្ញុំសុខសប្បាយទេខ្ញុំឃ្លានបន្តិចអ្នកធ្លាក់ពីលើដើមឈើហើយសន្លប់បាត់ស្មារតីអស់ជាយូរមកហើយខ្ញុំមិនចូលចិត្តកុំមុំទេមិនសមហេតុសមផលដោយសារតែខ្ញុំមិនចូលចិត្តញ៉ាំរបស់មុនមិនមែនមានន័យថាខ្ញុំមិនចូលចិត្តញ៉ាំរបស់បច្ចុប្បន្នទេក្នុងនាមជាអ្នកសរសេរប្លុកអាហារវាជារឿងធម្មតាសម្រាប់ខ្ញុំក្នុងការទទួលទានអាហារមិនទៀងទាត់ចំនួន3អាហារដែលស្រីឃ្លានអាចជួយអ្នកឲ្យស្រកបាន3ផលជីបចររបស់ខ្ញុំមិនអីទេខ្ញុំគ្រាន់តែភ័យខ្លាចបន្តិចខ្ញុំនឹងចេញវេជ្ជបញ្ជាដើម្បីបន្ធូរសរសៃប្រសាទគ្រាន់តែលេបពីគ្រាប់អ្នកនឹងមិនអីទេអញ្ចឹងតើអ្នកចង់មើលមួយទៀតទេឬទុកឲ្យពេទ្យអធិរាជម្នាក់ទៀតមើលមិនចាំបាច់ទេស្ត្រីទី2មានសុខភាពល្អយុវជនត្រូវទទួលរងផលវិបាកលោកជំទាវមិនចាំបាច់បារម្ភទេតើមានអ្វីល្អខ្លួនខ្ញុំឈឺពេញខ្លួនហើយក្បាលខ្ញុំញ័រលើហេតុអ្វីបានជាខ្ញុំធំក្លិនក្រអូបបាក់ខ្ញុំសុខសប្បាយជាទេខ្ញុំនឹងទៅពិនិត្យផ្ទះបាយអតីតកាលគឺជាអតីតកាលមនុស្សត្រូវផ្លាស់ប្ដូរបន្តិចកញ្ញាឲ្យសូមរងចាំខ្ញុំបន្ថយល្បឿនកាត់ radish ឲ្យក្រាស់មែនទេបាទបន្ថយភ្លើងកុំឆេះបាទមានផ្សែងជាច្រើននៅក្នុងផ្ទះបាយនេះរូបកាយរបស់អ្នកមានតម្លៃដូច្នេះកុំឲ្យវាមករកអ្នកបាទជំរាបសួរស្ត្រីទី2មូលដ្ឋានស៊ុបមានជាតិទឹកហើយអំបិលមិនគ្រប់គ្រាន់ត្រូវបានបន្ថែមស្ត្រីទី2វាមិនទាន់ដល់ពេលត្រូវបន្ថែមអំបិលនៅឡើយទេវាមិនទាន់ភ្ញាក់ទេវាពិបាកទឹកត្រូវដាក់ចូលក្នុងឆ្នាំងមុននឹងស្ងោរគុយទាវនៅតែរឹង Radish ត្រូវបានកាត់ក្រាស់ពេកហើយរសជាតិនឹងមិនត្រូវបានស្រូបយកបន្ទាប់ពីចំហុយវាអស់រយៈពេល1ម៉ោង
មានម្រេចស៊ីឈួននិងសិញញ៉ាមុនម្រេចស៊ីឈួនមិនក្រអូបគ្រប់គ្រាន់ទេពួកគេត្រូវបានរៀបចំរួចរាល់ហើយពណ៌នៃទឹកស៊ីអ៊ីវគឺស្រាលវាគួរតែដោយសារតែសណ្តែកមិនត្រូវបាន fermented សម្រាប់ពេលវេលាគ្រប់គ្រាន់ហើយមានភ្នែកនេះវាមានភាពមិនបរិសុទ្ធហើយគុណភាពក៏មិនល្អដែលវាធ្លាប់ជាអតីតកាលស្ត្រីទី2អ្នកតើអ្នកដឹងរឿងនេះដោយរបៀបណាអ្នកមិនដឹងថាចង្ក្រានដូចមុនយ៉ាងម៉េចទេពីមុនគឺពីមុនចាប់ពីថ្ងៃនេះទៅអ្នករាល់គ្នានឹងមើលថែខ្ញុំពីចំហៀងនឹកអ្វីដែលអ្នកចង់ធ្វើតើខ្ញុំបានឃើញផ្ទះបាយប៉ុន្មាននៅក្នុងការចូលមើលហាងពីមុនតើឈុតបែបណាដែលខ្ញុំមិនធ្លាប់ឃើញជួសជុលផ្ទះបាយ Chang Mansion ចាប់វាមិនងាយស្រួលទេកញ្ញាអ្នកលោកស្រីជំងឺនេះក្រពះនឹងពោះវៀនទាំងមូល